ភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរចេញចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិតេជោនិងអាចទស្សនាកំសាន្តទូកងសារាយតេជោសែនជ័យកំពុងតែដាក់តាំងបង្ហាញស្ថាបនិកទូកងសារាយតេជោសែនជ័យលោកសាន់សុខហៀងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យកីឡាប្រណាំងទូកងនៅកម្ពុជាបានបង្ហាញពីក្តីរំភើបដែលបាននាំយកទូកងទៅដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិតេជោលោកបានលើកឡើងថាការដាក់តាំងបង្ហាញនេះគឺដើម្បីតំណាងការអបអរសាទរចំពោះព្រះរាជពិធីអុំទូកអអំបុកសំពះព្រះខែដែលនឹងមកដល់ក្នុងពេលឆាប់ខាងមុខនេះលោកបានចាត់ទុកថានេះជាឱកាសនៃការបង្ហាញទូកងសារាយតេជោសែនជ័យចំពោះភ្ញៀវជាតិនិងអន្តរជាតិលើសពីនេះលោកថាវាជាការបង្ហាញអំពីប្រពៃណីវប្បធម៌ទូកងរបស់ខ្មែរទៅកាន់ពិភពលោកព្រមទាំងជាការផ្សព្វផ្សាយឲ្យទូលំទូលាយថែមទៀតទៅកាន់ពិភពលោកការដាក់តាំងបង្ហាញនេះបានចាប់ផ្ដើមចាប់តាំងពីថ្ងៃទី28ខែតុលាឆ្នាំ2025រហូតដល់ថ្ងៃទី15ខែវិច្ឆិកាគួររំលឹកថាកាលពីព្រះរាជពិធីបុណ្យអុំទូកឆ្នាំ2024ទូកងសារាយតេជោសែនជ័យជាទូកងដែលបានទទួលចំណាត់ថ្នាក់លេខ2ផ្នែកល្បឿនក្នុងប្រភេទផែនទូកដែលវែងគូពិសេសសារាយតេជោសែនជ័យធ្លាប់ក្រងជើងឯកលេខ1ផ្នែកល្បឿនក្នុងឆ្នាំ2016 2017និង2019ផងដែរ